ស្ដីទាំងអស់គ្នាអញ្ចឹងយើងចូលប្រព័ន្ធមួយទៀតគឺប្រព័ន្ធ SAM-E បាទអញ្ចឹង SAM-E គឺជាអានុគមមួយដែលយើងប្រើវាសម្រាប់គណនារកតម្លៃសរុបនីមួយៗដោយយោងទៅតាមលក្ខខណ្ឌនៃបាទប្រធានលក្ខខណ្ឌឬក៏ទៅលើ criteria អញ្ចឹង syntax នៃរូបមន្ត SAM-E គឺស្មើ SAM-E បាទវងកញ្ចក់ range ក្បៀស criteria ក្បៀស SAM range បាទហើយ range ហ្នឹងគឺជាជួរដែលលក្ខខណ្ឌស្ថិតនៅចំណែកឯ criteria គឺជាលក្ខខណ្ឌដែលត្រូវរកចំណែកឯ SAM range គឺជាតំបន់ជួរឆដែលមានតម្លៃលេខនៃ criteria បាទឧទាហរណ៍រកបើយើងរកពិន្ទុសរុបទៅលើភេទស្រីចង់រកពិន្ទុសរុបដែលមានភេទស្រីអញ្ចឹងយើងប្រើប្រាស់រូបមន្ត SAM-E បាទស្មើ SAM-E ហើយយើង select ទៅលើភេទបន្ទាប់មកយើងក្បៀសបាទយើងសរសេរភេទស្រីហើយបន្តមកទៀតយើងក្បៀសយើង select បាទយើង select ទៅលើពិន្ទុសរុបណាបើយើង select ហើយបន្ទាប់មកយើងបិទវងកញ្ចក់ហើយយើងចុច enter នោះយើងទទួលបានលទ្ធផល195បាទអញ្ចឹងយើងមើលឧទាហរណ៍នៅក្នុងតារាង Excel ឧទាហរណ៍ខ្ញុំមានតារាងការលក់មួយបាទគឺលក់កុំព្យូទ័រលក់ laptop លក់ mouse លក់អីហ្នឹងបាទអញ្ចឹងឧទាហរណ៍ខ្ញុំចង់រកពិន្ទុសរុបអញ្ចឹងពិន្ទុសរុបជាទូទៅវាអត់មានលក្ខខណ្ឌអីទេគឺវាបូកទាំងអស់អញ្ចឹងយើងប្រើប្រាស់រូបមន្តសាំធម្មតាបាទអញ្ចឹងយើងសាំហើយយើងបាទបើវងកញ្ចក់ select លើចំនួនទាំងអស់បាទចំណែកឯតម្លៃក៏ដូចគ្នាដែរបាទយើងសរុបតម្លៃទាំងអស់គឺយើងស្មើសាំ select ទាំងអស់មកហើយបិទវងកញ្ចក់ enter បាទចំណែកឯទី2គឺយើងចង់សរុបទៅលើ laptop បាទមានន័យថាយើងចង់រក laptop បាទអញ្ចឹងយើងមិនអាចរាប់វាម្ដងមួយបាទបានទេបើសិនជាយើងមានទិន្នន័យច្រើនយើងមិនអាចរាប់បានទេអញ្ចឹងយើងប្រើប្រាស់រូបមន្តបាទ SAM-E បាទដើម្បីវាបូកទៅលើតែចំនួន laptop ទេបាទអញ្ចឹងបន្ទាប់មកទៀតយើង select លើផលិតផលរបស់យើងបាទ select លើផលិតផលទាំងអស់ហើយក្បៀសយើងចុចទៅលើ laptop បើសិនជាយើងចង់រក laptop ឬក៏យើងអាចដាក់ធ្មេញកណ្ដុរសរសេរពាក្យថា laptop ក៏បានដែរបាទហើយយើងបិទធ្មេញកណ្ដុរវិញក្បៀសបាទក្បៀស SAM range គឺយើង select ទៅលើចំនួនបាទយើងចង់រកចំនួនយើង select លើចំនួនចង់រកតម្លៃ select លើតម្លៃបាទហើយយើងចុច enter ចំណែកឯកន្លែងតម្លៃបើយើងចង់រកតម្លៃសរុបនៃការលក់ laptop បាទក៏ដូចគ្នាដែរគឺយើងប្រើរូបមន្ត SAM-E ហើយយើងបើកវងកញ្ចក់យើង select ទៅលើបាទផលិតផលដូចគ្នាបាទហើយបន្ទាប់មកយើងក្បៀសយើងបាទរក laptop យើងចុចលើ laptop ហើយយើងក្បៀសបន្ទាប់មកយើង select ទៅលើតម្លៃ select លើតម្លៃទាំងអស់បាទហើយយើងបិទវងកញ្ចក់ enter បាទអញ្ចឹងតកតនឹងការរកម៉ៅបាទសំទោសគឺតកតនឹងការរក printer សរុបក៏ដូចគ្នាដែរយើងប្រើរូបមន្ត SAM-E បាទហើយយើង select លើ item ក្បៀសយើងចុចទៅលើពាក្យថា printer បាទហើយបន្ទាប់មកយើង select ទៅលើចំនួនបាទហើយបាទដូចគ្នាដែរកន្លែងតម្លៃ SAM-E ស្មើ SAM-E បាទហើយយើង select ទៅលើ item ដូចគ្នាបាទហើយយើងក្បៀសហើយយើងបាទដាក់លក្ខខណ្ឌវាជា printer អញ្ចឹងយើងអាចដាក់ធ្មេញកណ្ដុរសរសេរពាក្យថា printer ក៏បានដែរហើយយើងបិទធ្មេញកណ្ដុរហើយយើងក្បៀសបាទហើយយើង select ទៅលើតម្លៃហើយចុច enter បាទផ្សេងទៀតដូចជា printer តាក់ទងជាមួយនឹងmouse តាក់ទងជាមួយនឹង flash អីហ្នឹងគឺគណនាដូចគ្នាយើងប្រើប្រាស់រូបមន្ត SAM-E ដូចគ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទតាក់ទងនឹងការប្រើប្រាស់រូបមន្ត SAM-E បាទអញ្ចឹងសូមអរគុណ